សម័យលង្វែកចាប់ពីសតវត្សទី16ដល់សតវត្សទី17សម័យលង្វែកជាសម័យបន្ទាប់ពីសម័យចតុមុខសម័យលង្វែកជាព្រឹត្តិការណ៍ចាក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់របស់ខ្មែរបន្ទាយលង្វែកស្ថិតនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងក្រោយពីបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រព្រះបាទច័ន្ទរាជាទ្រង់បានចាត់ឲ្យកសាងរាជធានីជាបណ្ដោះអាសន្ននៅត្រង់តំបន់មួយនៃខេត្តពោធិ៍សាត់ពេលនោះព្រះចៅសៀមបានតម្រូវឲ្យព្រះច័ន្ទរាជាយកដំរីសទៅថ្វាយប៉ុន្តែទ្រង់បានបដិសេធសង្គ្រាមខ្មែរសៀមបានផ្ទុះឡើងនៅតំបន់អង្គរទីបំផុតកងទ័ពខ្មែរបានសម្លាប់និងដេញសៀមរត់អស់ទៅក្រោយមកប្រជាជនខ្មែរតែងហៅតំបន់នោះថាសៀមរាបក្រោយមកទ្រង់ឆ្វេងយល់ថាតំបន់ពោធិ៍សាត់នៅជិតសៀមពេកព្រះច័ន្ទរាជាទ្រង់ក៏ចាត់ឲ្យកសាងរាជធានីថ្មីនៅត្រង់តំបន់លង្វែកខេត្តកំពង់ឆ្នាំងបន្ទាយលង្វែកមានរាង4ជ្រុងទ្រវែងទទឹង2គីឡូម៉ែត្របណ្ដោយជិត3គីឡូម៉ែត្រគេធ្វើកំពែងដីជីកគូទឹកនិងដាំឫស្សីធ្វើរបងមានកម្រាស់80ម៉ែត្រព័ទ្ធជុំវិញគេក៏ធ្វើកំពែងការពារ5ជាន់កំពែងទី1មានទីហ៊ានកងកាំភ្លើងធំមានរោងដំរីនិងរោងសេះកំពែងទី2មានទីហ៊ានកងកាំភ្លើងវែងសាលាជំនុំសាលាដំបងសាលាឧទ្ធរកំពែងទី3មានទីហ៊ានអាវុធខ្លីដាវផ្គាក់កាំបិតកំពែងទី4មានទីហ៊ានរក្សាព្រះអង្គរោងល្ខោនព្រះពន្លាតុល្ខោនកំពែងទី5តាំងរោងបញ្ជ័យក្សត្រដំណាក់សំរិទ្ធវិមានកំសាន្តភិរមក្រុមបាគូបរោហិតនិងក្រុមមហាថ្លឹកក្នុងកំពែងនោះមានព្រះបរមរាជវាំងកំពូល5បិទមាសនិងលៀបមរៈសម្រាប់ព្រះមហាក្សត្រនិងមានតម្កល់ព្រះគោព្រះកែវព្រះត្រឡែងកែងគម្ពីរសាស្ត្រាដ៏មានតម្លៃសម្រាប់ប្រទេសក្រុងលង្វែកកសាងរួចសពគ្រប់នៅឆ្នាំ1529នៃគ្រិស្តសករាជព្រះបាទច័ន្ទរាជាសោយរាជ្យចាប់ពីឆ្នាំ1516ដល់ឆ្នាំ1566ព្រះបាទច័ន្ទរាជាយាងគង់នៅបន្ទាយលង្វែកនៅឆ្នាំ1529ទីនោះបានក្លាយជារាជធានីលង្វែកព្រះអង្គទ្រង់មានព្រះទ័យយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ចព្រះអង្គទ្រង់បញ្ជាឲ្យពង្រីកផ្ទៃដីដាំដំណាំនិងធ្វើអាជីវកម្មជីកយករ៉ែផ្សេងៗមានរ៉ែដែកជាដើមក្រៅពីនេះព្រះអង្គទ្រង់ចាត់ឲ្យកសាងវត្តអារាមជាច្រើនសម្រាប់កូនខ្មែរចូលទៅរៀនសូត្រនិងមន្ទីរពេទ្យសម្រាប់ព្យាបាលជូនប្រជារាស្ត្រក្រៅពីនេះឆ្លៀតពេលដែលសៀមកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយភូមានោះព្រះបាទច័ន្ទរាជាក៏ទ្រង់បញ្ជាឲ្យកងទ័ពវាយលុកដណ្ដើមយកខេត្តខ្មែរដែលសៀមបានដណ្ដើមយកពីមុននោះមកវិញមានខេត្តច័ន្ទបុរីជាដើមព្រះបាទបរមរាជាសោយរាជ្យចាប់ពីឆ្នាំ1566ដល់ឆ្នាំ1576ព្រះបាទបរមរាជាព្រះរាជបុត្រព្រះបាទច័ន្ទរាជាទ្រង់សោយរាជសម្បត្តិបន្តពីព្រះបិតាក្នុងរាជសម្បត្តិរបស់ព្រះមហាក្សត្រមានព្រឹត្តិការណ៍សំខាន់3ដែលកើតមានឡើងក្នុងរាជាណាចក្រកម្ពុជាគឺចម្បាំងជាមួយសៀមចម្បាំងជាមួយឡាវនិងវត្តមាននៃជនជាតិអឺរ៉ុបចម្បាំងជាមួយសៀមព្រះអង្គបានបញ្ជាទ័ពវាយសៀមយកបានខេត្តនគររាជដែលហៅថាកូរ៉ាតដែលសៀមដណ្ដើមកាន់កាប់នោះមកវិញស្ដេចសៀមក៏បែរមកយកខ្មែរជាមិត្តវិញនៅឆ្នាំ1576ចម្បាំងជាមួយឡាវក្នុងឆ្នាំ1572ព្រះមហាក្សត្រឡាវបានសូមភ្នាល់ប្រជល់ដំរីជាមួយមហាក្សត្រខ្មែរដោយកិច្ចសន្យាថាបើដំរីប្រទេសណាចាញ់ប្រទេសនោះត្រូវចំណុះដំរីប្រទេសឡាវទទួលបរាជ័យប៉ុន្តែស្ដេចឡាវមិនគោរពកិច្ចសន្យាបែរជាលើកទ័ពមកវាយខ្មែរ2លើកកងទ័ពឡាវត្រូវកងទ័ពខ្មែរកម្ចាត់អស់វត្តមានជនជាតិអឺរ៉ុបចាប់ពីចុងសតវត្សទី16មកមានប៉ូទុយហ្គាល់អេស្ប៉ាញនិងហូឡង់ដែលខ្លះជាបព្វជិត
ផ្សាយគ្រឹះសាសនានិងខ្លះទៀតជាពាណិជ្ជករព្រះបាទសត្ថាទី1សោយរាជ្យនៅឆ្នាំ1576ដល់ឆ្នាំ1586ក្នុងរាជ្យព្រះបាទសត្ថាទី1ប្រទេសភូមានៅតែលើកទ័ពមកធ្វើចម្បាំងជាមួយសៀមជានិច្ចម្ល៉េះហើយព្រះចៅសៀមសូមឲ្យកងទ័ពខ្មែរទៅជួយដោយយោងតាមសម្ព័ន្ធភាពខ្មែរសៀមឆ្នាំ1576ព្រះបាទសត្ថាទី1ទ្រង់ចាត់ឲ្យព្រះបាទស្រីសុរិយោពណ៌នាំទ័ពខ្មែរទៅជួយសៀមដោយមានជំនួយនេះទ័ពសៀមបានកម្ចាត់ទ័ពភូមិអស់ប៉ុន្តែសៀមពុំបានថ្លែងអំណរគុណអ្វីដល់កងទ័ពខ្មែរទេគឺបែរជាសម្ដែងចេញនូវភាពមាក់ងាយមាក់ថោកកងទ័ពខ្មែរទៅវិញក្រោយមកមិនយូរប៉ុន្មានភូមិបានលើកទ័ពចូលមកវាយសៀមជាថ្មីទៀតម្ដងនោះព្រះបាទសត្ថាទី1ទ្រង់បញ្ជាឲ្យទ័ពខ្មែរវាយលុកដណ្ដើមយកខេត្តខ្មែរដែលសៀមកាន់កាប់នោះមកវិញក្នុងឆ្នាំ1586នៃគ្រិស្តសករាជព្រះបាទសត្ថាទី1ទ្រង់ដាក់រាជ្យឲ្យផ្ទេររាជសម្បត្តិទៅឲ្យបុត្រច្បងព្រះនាមជ័យជេដ្ឋាទី1ឬជ័យជេស្តាដែលទើបតែមានព្រះជន្ម11វស្សាទង្វើនេះធ្វើឲ្យនាម៉ឺនមន្ត្រីជាច្រើនមិនសប្បាយចិត្តព្រោះគេឃើញថាព្រះបាទស្រីសុរិយោពណ៌ទើបមានលក្ខណៈសម្បត្តិស័ក្តិសមជាស្ដេចផែនដីម្ល៉េះហើយផ្ទៃក្នុងរាជវង្សលង្វែកសម័យនោះបាក់បែកគ្នាជាពីរក្រុមគឺក្រុមព្រះបាទជ័យជេស្តានិងក្រុមព្រះបាទស្រីសុរិយោពណ៌ការបែកបាក់ផ្ទៃក្នុងនៃរាជវង្សលង្វែកនេះធ្វើឲ្យសៀមលើកទ័ពចូលមកធ្វើចម្បាំងជាមួយខ្មែរជាថ្មីទៀតដោយគេបានបំភ្លេចចោលកិច្ចសន្យាសម្ព័ន្ធភាពឆ្នាំ1576ក្នុងការធ្វើចម្បាំងនេះកងទ័ពខ្មែរមិនសូវមានភាពស្វាហាប់ក្នុងការប្រយុទ្ធទេព្រោះពួកគេតូចចិត្តនឹងព្រះបាទសត្ថាទី1ដែលលើកព្រះរាជបុត្រដ៏ក្មេងខ្ចីឲ្យសោយរាជ្យម្ល៉េះហើយកងទ័ពសៀមអាចវាយលុកចូលយ៉ាងស្រួលរហូតដល់ព័ទ្ធបន្ទាយលង្វែកជាប់ក្រោយពីបានធ្វើការឡោមព័ទ្ធបន្ទាយលង្វែកអស់រយៈពេល3ខែមកកងទ័ពសៀមក៏អស់ស្បៀងនិងទទួលរងនៅជំងឺផ្សេងៗបណ្ដាលឲ្យស្លាប់ជាបន្តបន្ទាប់សភាពការបែបនេះកងទ័ពសៀមដកថយទៅវិញប៉ុន្តែសៀមបានប្រើឧបាយកលបាចប្រាក់ដួងចូលក្នុងគុម្ពឫស្សីដែលព័ទ្ធជុំវិញបន្ទាយលង្វែកនិងមានការបង្កប់ចារៈបុរសឲ្យរស់នៅលើទឹកដីខ្មែរទៀតក្រោយមកខ្មែរយើងចេះតែនាំគ្នាកាប់ឆ្ការគុម្ពឫស្សីចូលទៅយកប្រាក់ដួងគុម្ពឫស្សីបន្ទាយលង្វែកមានការធ្លុះធ្លាយដោយអន្លើលុះបានទទួលដំណឹងពីចារៈបរោះសៀមស្ដេចសៀមក៏លើកទ័ពវាយចូលកម្ពុជាជាបន្ទាន់ពេលនោះកងទ័ពខ្មែរមិនសូវយកចិត្តទុកដាក់ទល់ទល់នឹងសត្រូវទេគេនាំគ្នាចេះតែដកថយរហូតផ្ដុំគ្នាក្នុងបន្ទាយលង្វែកស្ថានភាពបែបនេះព្រះបាទសត្ថាទី1និងព្រះរាជបុត្រទ្រង់ភៀសព្រះអង្គចេញពីបន្ទាយលង្វែកទៅរស់នៅវៀងច័ន្ទប្រទេសឡាវព្រះបាទស្រីសុរិយោពណ៌ទ្រង់ដឹកនាំទ័ពធ្វើការប្រយុទ្ធយ៉ាងស្វិតស្វាញបំផុតតែពុំអាចរុញច្រានទ័ពសៀមឲ្យចេញពីបន្ទាយលង្វែកបានឡើយកងទ័ពសៀមបានវាយសម្រុកកាន់កាប់បន្ទាយលង្វែកទាំងមូលបន្ទាយលង្វែកត្រូវទ័ពសៀមបំផ្លាញខ្ទេចខ្ទីនៅឆ្នាំ1594ទ្រព្យសម្បត្តិមានតម្លៃនិងគម្ពីរក្បួនខ្នាតខ្មែរត្រូវសៀមប្រមូលជញ្ជូនយកទៅអយុធ្យាអស់សៀមបាននាំព្រះបាទស្រីសុរិយោពណ៌និងអ្នកប្រាជ្ញខ្មែរទៅស្រុកសៀមអស់ថែមទៀតផងចំពោះនយោបាយសម័យលង្វែកនៅសម័យនេះមានវិបត្តិទំនាស់រាជវង្សនិងនយោបាយការពារទឹកដីទំនាស់រាជវង្សដោយព្រះបាទសត្ថាទី1បានដាក់រាជឲ្យទៅបុត្រាច្បងនាមជ័យជេដ្ឋាទី1ដែលមានព្រះជន្ម11វស្សានោះជាព្រះមហាក្សត្រឯបុត្រាទី2នាមចៅពញាតនមានព្រះជន្ម6វស្សាជាឧបរាជប៉ុន្តែកិច្ចការគ្រប់គ្រងនគរព្រះបាទសត្ថាទី1ចាត់ចែងដដែលព្រោះបុត្រនៅក្មេងពេកព្រះបាទសត្ថាទី1សម្រាប់
ព្រះតីដូច្នេះព្រោះព្រះអង្គខ្លាចរាជបានទៅព្រះអនុជព្រះបាទស្រីសុរិយោពណ៌ដោយសារតែព្រះអង្គមានសមត្ថភាពនិងប្រជារាស្ត្រភាគច្រើនគោរពស្រឡាញ់រាប់អានទ្រង់ជាងព្រះអង្គពេលនោះរាជវង្សានុវង្សនាម៉ឺនសពមុខមន្ត្រីនិងប្រជារាស្ត្រមានការអន់ចិត្តយ៉ាងខ្លាំងចំពោះនយោបាយក្រៅប្រទេសព្រះរាជាខ្មែរសម័យនោះព្យាយាមការពារនិងវាយរំដោះយកទឹកដីដែលសៀមកាន់កាប់មកវិញដូចជាខេត្តនគររាជសីមាបច្ចឹមបុរីច័ន្ទបុរីជាដើមនៅឆ្នាំ1576ខ្មែរបានចុះហត្ថលេខាលើសន្ធិសញ្ញាចំណងសម្ព័ន្ធភាពខ្មែរសៀមក្នុងសម័យនោះខ្មែរក៏មានទំនាក់ទំនងជាមួយប្រទេសអឺរ៉ុបដូចជាព័រទុយហ្គាល់អេស្ប៉ាញហូឡង់ផងដែរចំពោះសេដ្ឋកិច្ចសម័យលង្វែកផ្ដោតទៅលើវិស័យកសិកម្មសិប្បកម្មហើយនិងពាណិជ្ជកម្មចំពោះវិស័យកសិកម្មនាសម័យលង្វែកមានការរីកចម្រើនក្សត្រនាំប្រជារាស្ត្រជីកព្រែកជីកប្រឡាយសម្រាប់យកទឹកផ្គត់ផ្គង់ស្រែចម្ការជាពិសេសឃើញមានការពង្រីកទឹកដីដោយកាប់រានព្រៃយកដីប្រកបរបរដាំដំណាំស្រូវពោតសណ្តែកជាដើមទោះបីជាមានសង្គ្រាមក៏ដោយលុះដល់រដូវបង្កើនផលគេនាំគ្នាបញ្ឈប់ការច្បាំងដើម្បីជួយប្រជារាស្ត្រធ្វើស្រែចម្ការឲ្យទាន់រដូវចំពោះសិប្បកម្មនៅសម័យនោះគេឃើញមានការស្លដែកសម្រាប់ផលិតសម្ភារៈប្រើប្រាស់ដូចជាកាំបិតពូថៅចបដាវលំពែងជាដើមដើម្បីផ្គត់ផ្គង់ក្នុងជីវភាពរស់នៅនិងគ្រឿងសព្វាវុធចំពោះវិស័យពាណិជ្ជកម្មដោយសារប្រទេសកម្ពុជាមានបឹងទន្លេសាបជាជង្រុកត្រីហើយដីជុំវិញបឹងសម្បូរជីជាតិសម្រាប់ដំណាំដាំដុះនិងមានផ្លូវទឹកទន្លេផងនោះធ្វើឲ្យប្រទេសកម្ពុជាអាចនាំទំនិញទៅលក់នៅក្រៅប្រទេសបានយ៉ាងផុសផុលគេនាំត្រីស្រូវគ្រឿងទេសភ្លុកដំរីស្នែងសត្វដំរីស្បែកទៅក្រៅប្រទេសហើយនាំចូលមកវិញនៅផលិតផលប្រើប្រាស់ដូចជាសំពត់គ្រឿងសព្វាវុធជាដើមជាសរុបមកវិញនៅឆ្នាំ1516នៃគ្រិស្តសករាជព្រះច័ន្ទរាជាទ្រង់ធ្វើឲ្យស្ថានភាពព្រះរាជាណាចក្រកម្ពុជាមានភាពស្ងប់ស្ងាត់និងសុខសន្តិភាពឡើងវិញហើយទ្រង់បានកសាងរាជធានីលង្វែកនៅខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ1529បណ្ដាមហាក្សត្រក្រុងលង្វែកបានកសាងប្រទេសឲ្យមានការរីកចម្រើនខ្លាំងក្លាឡើងវិញប៉ុន្តែដោយសារទំនាស់ផ្ទៃក្នុងសៀមក៏បានប្រើឧបាយកលផ្សេងរហូតវាយលុកក្រុងលង្វែកយកបាននៅឆ្នាំ1594ចាអត្ថបទនេះដកស្រង់ចេញពីសៀវភៅសិក្សាសង្គមថ្នាក់ទី6